បន្ទាប់ពីអាថាលោកគ្រូអាថាមិញជាប់ហើយនឹងជើងរបស់ខ្ញុំស្ពឹកមកខាងនឹងបានធូរបានជាហើយអាមែនជាហើយដល់អារម្មណ៍ថប់នឹងមុននឹងអាថាមិញនឹងរះថប់តែបន្ទាប់ពីអាថាហើយគឺជាសម្រាប់ទីពហើយយើងខ្ញុំនៅតែស្វាគមន៍ចំពោះបងប្អូនដែលត្រូវការអធិដ្ឋានអាមែនត្រូវការអធិដ្ឋានព្យាបាលជំងឺអធិដ្ឋានរំដោះហើយមានសំណួរអីអាចឆាតសួរបានដូចគ្នាអរគុណព្រះអង្គហើយខ្ញុំនឹងឆ្លើយសំណួរណាដែលខ្ញុំចេះអាមែនអរគុណព្រះអង្គសម្រាប់ប្រទានពរហើយយើងបានណាត់កូនព្រះអង្គដើម្បីនឹងអធិដ្ឋានហើយសង្ឃឹមថាខទៅគាត់លើកអរគុណពរបាទជំរាបសួរព្រះអង្គទានពរចាឮសំឡេងច្បាស់រដងខទៅអ្នកផ្សេងកំពុងតែភ្លៀងដែរឲ្យលោកគ្រូកំពុងតែភ្លៀងហើយនៅខាងខេត្តណាដែរត្បូងឃ្មុំលោកគ្រូចិត្តគ្នាតាខ្ញុំនៅកំពង់ចាមកំពង់ចាមហ្នឹងហើយទៅទឹកបែកទៅលោកគ្រូហ្នឹងហើយប៉ុន្តែគាត់ថាបច្ចុប្បន្ននេះខ្ញុំមិនមែននៅកំពង់ចាមទេបច្ចុប្បន្នណាប៉ុន្តែគាត់ថាសកណាត់របស់ខ្ញុំនៅខេត្តកំពង់ចាមហ្នឹងហើយហ្នឹងហើយឥឡូវមានបញ្ហាដែរតើអាចមានពេលដើម្បីអធិដ្ឋានកើតទេមានគ្រូមិននឹងកំពុងបាយហើយឃើញលោកគ្រូខំមកមិនគុណប្រងហ្នឹងហើយឥឡូវនេះខ្ញុំកំពុងតែ live Facebook ដើម្បីអធិដ្ឋានឲ្យបងប្អូនយើងហើយនឹងចែកចាយព្រះបន្ទូលផងដែរតើអនុញ្ញាតឲ្យគេឃើញមុខឬក៏ឲ្យតែឮសំឡេងទេឃើញមុខក៏បានដែរលោកគ្រូអត់ទេហ្នឹងហើយអរគុណប្រងឥឡូវអាចបើកវីដេអូមកដើម្បីយើងអាចនិយាយគ្នាហើយអ្នកណាដែលគាត់ឈឺអីឲ្យគាត់អង្គុំមកជុំគ្នាមកណាហ្នឹងហើយអ្នកណាដែលគាត់មានបញ្ហាឲ្យគាត់មកជុំគ្នាមកដើម្បីយើងអធិដ្ឋានហ្នឹងហើយអ្នកត្រូវការអធិដ្ឋានប៉ុន្មានអ្នកមានអារម្មណ៍ថប់ទឹកហើមមកលោកគ្រូតាំងពីយូរហើយត្រូវការអធិដ្ឋានតែខ្លួនឯងទេឬក៏មានអ្នកផ្សេងតែម្នាក់ឯងទេលោកគ្រូនៅឃើញឲ្យអធិដ្ឋានសម្រាប់គ្រួសារចឹងខ្ញុំស្មានថាគ្រួសារទាំងអស់ត្រូវការអធិដ្ឋានគ្រួសារគាត់ទៅផ្ទះលោកគ្រូថាម៉េចគ្រួសារគាត់យ៉ាងម៉េចគ្រួសារគាត់ទៅផ្ទះឥឡូវខ្ញុំដល់ពេញនេះដល់លោកគ្រូអរនេះបើឥឡូវមានបញ្ហាដែរហើយមានឈ្មោះអ្វីដែរភ្លេចសួរឈ្មោះអាលីនឈ្មោះលីនហើយឈ្មោះរបស់ខ្ញុំហ្នឹងសុកឡាទេលោកគ្រូឈ្មោះសុកឡាតែឈ្មោះព្រះអង្គហ្នឹងឈ្មោះយ៉ាអែលសុកឡាសុកលីនអាលីនអូឈ្មោះច្រើនណាអរគុណប្រងហ្នឹងហើយឥឡូវនិយាយអំពីបញ្ហាមកដើម្បីឲ្យយើងអាចនឹងអធិដ្ឋានឲ្យតើបញ្ហាយ៉ាងម៉េចខ្ញុំដូចមានអារម្មណ៍ថប់ទឹកហើមអីចឹងណាលោកគ្រូថប់ទឹកហើមហើយពេលខ្លះឆ្អឹងជំនីខាងក្រោយរបស់ខ្ញុំហ្នឹងវារាំឈប់ជើងដែរចឹងណាលោកគ្រូអូក៏ប្រងហើយវាធ្វើទុករៀងរាល់ថ្ងៃឬក៏យូរម្ដងឬក៏ពេលសម្រានឬក៏ពេលណាឬក៏ធ្វើទុករហូតបើឆ្អឹងជំនីខាងក្រោយឆ្អឹងខាងក្រោយឆ្អឹងខាងក្រោយហ្នឹងយូរម្ដងតែជើងហ្នឹងរាំស្ពឹកឥឡូវហ្នឹងដូចជាញឹកញាប់ដែរលោកគ្រូតែហើយបើថត់ត្រង់ហ្នឹងដូចជារាល់ថ្ងៃវារាំថប់ដូចថាយើងស្មុគស្មាញអញ្ចឹងណាលោកគ្រូដូចថាថប់បារម្ភអីចឹងឲ្យគិតច្រើនណាវិញ្ញាណហ្នឹងណាលោកគ្រូដឹងថាខ្លួនឯងមានវិញ្ញាណដែរមែនទេដឹងលោកគ្រូព្រោះអីវារាំថប់ហើយគិតអីស្មុគស្មាញចឹងទៅអានកាពីចឹងទៅចំម្លេះដល់ថាស្មុគស្មាញថប់ព្រួយថប់បារម្ភហ្នឹងទឹកជាវិញ្ញាណបញ្ហាហ្នឹងកើតយូរនៅអាការៈទាំងអស់ហ្នឹងអាការៈទាំងអស់ហ្នឹងយូរហើយលោកគ្រូ
អូអញ្ចឹងចំពោះខ្លួនបងស្រីគិតថាខ្លួនឯងមានវិញ្ញាណមែនទេចាអញ្ចឹងមានន័យថាធ្លាប់ទៅរកថ្នាំអីលេបហើយប៉ុន្តែអត់បាត់ទេឬក៏យ៉ាងម៉េចធ្លាប់ទៅពេទ្យធ្លាប់អីដែរឆ្នាំពេទ្យក៏ប្រើឆ្នាំខ្មែរក៏ប្រើលោកគ្រូប៉ុន្តែអត់បាត់ទេអត់បាត់ទេលោកគ្រូចាអរគុណប្រងសូមអរគុណពរឥឡូវមាននៅឈឺកន្លែងណាអត់បច្ចុប្បន្ននេះអរគុណព្រះអង្គពងនិយាយជាមួយខ្ញុំនេះមានឈឺកន្លែងណាអត់ត្រង់រាងឆប់ឆប់ចឹងណាអរគុណព្រះអង្គស្ពឹកជើងលោកគ្រូស្ពឹកជើងរាងស្ពឹកចឹងណាចាអត់អីទេបើដឹងថាខ្លួនឯងមានវិញ្ញាណហើយអាហ្នឹងខ្ញុំនឹងអធិដ្ឋានដេញវិញ្ញាណតែម្ដងយើងនឹងអធិដ្ឋានដេញវិញ្ញាណហើយនឹងជំងឺទាំងអស់តែម្ដងអរគុណព្រះអង្គរកកន្លែងគួរសមទៅហើយហ្នឹងហើយដាក់ទូរស័ព្ទមកប្រឈរមកកន្លែងទៅដើម្បីឲ្យងាយស្រួលក្រែងលោព្រឹត្តិកម្មកក្រែងលោអីទៅកុំឲ្យធ្លាក់ទូរស័ព្ទណាយើងដាក់ទូរស័ព្ទប្រឈរមកដុំណាហ្នឹងហើយបងទានផងហើយនៅនៅបន្ទប់ឯលោកគ្រូហើយនៅចាលោកគ្រូនៅស្ងៀមខ្ញុំនឹងអធិដ្ឋានឲ្យបើសិនជាមានការព្រឹត្តិកម្មមានការសម្លេងចង់និយាយអីបណ្ដោយខ្លួនណាចាលោកគ្រូអរគុណព្រះអង្គនៅស្ងៀមសម្លឹងទៅមើលព្រះយេស៊ូវបណ្ដោយខ្លួនក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទក្នុងព្រះនាមព្រះម្ចាស់ព្រះយេស៊ូវគ្រីស្ទយើងបង្គាប់បញ្ជាគ្រប់ទាំងវិញ្ញាណអារ៉ាអសោចដែលចងគុណព្រះអង្គមួយនេះយើងបង្គាប់បញ្ជាចេញឥឡូវនេះក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទចេញរើចេញក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទយើងបង្គាប់បញ្ជាអវិញ្ញាណដែលនាំឲ្យថប់ដង្ហើមអវិញ្ញាណដែលតោងទាមកូនព្រះអង្គមួយនេះយើងបង្គាប់បញ្ជាចេញក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទចេញឥឡូវនេះក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទយើងបង្គាប់បញ្ជាគ្រប់តែជំងឺរោគគាទាំងអស់យើងបង្គាប់បញ្ជាជាពីក្បាលរហូតដល់ចុងជើងក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទចេញក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទយើងបង្គាប់បញ្ជាគ្រប់ទាំងមន្តអាគមគ្រប់ទាំងវេទមន្តគ្រប់ទាំងវិញ្ញាណអារ៉ាអសោចដែលចងគុណព្រះអង្គមួយនេះដែលរំខានគុណព្រះអង្គមួយនេះយើងបង្គាប់បញ្ជាចេញក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទយើងបង្គាប់បញ្ជាចេញឥឡូវនេះក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទម៉ារ៉ាហូសារ៉ាកូតេរេបេសារ៉ាណាកូផារ៉ាបាក្នុងព្រះនាមព្រះយេស៊ូវមានអារម្មណ៍មិនអាចនិយាយបានឬអត់មានអារម្មណ៍មិនអាចនិយាយបានគឺមានអារម្មណ៍ថាឆប់ឆប់ដែរលោកគ្រូនៅកន្លែងដដែលមែនទេនៅថប់ហ៎ចាអរគុណប្រងដាក់ដៃចំហ្នឹងដាក់ដៃចំកន្លែងថប់មិនដល់ខ្លួនម៉ារ៉ាខូសេរេក្នុងព្រះនាមព្រះយេស៊ូវក្នុងព្រះនាមព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទយើងបង្គាប់បញ្ជាគ្រប់ទាំងវិញ្ញាណអារ៉ាអសោចដែលតោងទាមកូនព្រះអង្គមួយនេះអាវិញ្ញាណដែលនាំឲ្យថប់ដង្ហើមអាវិញ្ញាណដែលនាំឲ្យថប់ដើមទ្រូងយើងបង្គាប់បញ្ជាចេញឥឡូវនេះក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទ
យើងមកជឿរើចេញឥឡូវនេះក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទចាញ់ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទចាញ់អស់រើអាសនៈឯងចេញពីកូនព្រះអង្គមួយនេះចាញ់រើចេញពីកូនព្រះអង្គមួយនេះរើអាសនៈឯងនៅកន្លែងដើមទ្រូងរើចេញអស់ក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទក្នុងព្រះនាមព្រះយេស៊ូវយើងក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទយើងក៏បញ្ជាជាពីក្បាលរហូតដល់ចុងជើងក្នុងព្រះនាមព្រះយេស៊ូវគ្រីស្ទទទួលការរំដោះឥឡូវនេះក្នុងព្រះនាមព្រះអង្គម្ចាស់ព្រះយេស៊ូវគ្រីស្ទអាមែនអាមែនក្រោកឈរឡើងហើយដកដង្ហើម3 4 ដងហើយដើររកមើលជើងស្ពឹកហ្នឹងរកមើលសោអ៊ីនធឺណិតមែនតើណាមើលរូបអត់ច្បាស់សោះសោមែនតើមើលរូបអត់ច្បាស់ចង់នឹងលេងស្ពឹកហើយលោកគ្រូអាមែនយ៉ាងម៉េចហើយចង់នឹងលេងស្ពឹកហើយលោកគ្រូចង់លេងស្ពឹកហើយលោកគ្រូអរគុណព្រះអង្គហើយការថប់យ៉ាងម៉េចហើយហាឡេលូយ៉ាដកដង្ហើម2 3 ដងរកមើលស្វាយសួរល្អដល់ព្រះអង្គដកដង្ហើម2 3 ដងរកមើលដកដង្ហើមធំក្រោកឈរឡើងដើររកមើលថប់ទៅតែហើយលោកគ្រូតែម៉េចអាមែនថប់ទៅរៀងពួយលោកគ្រូថប់ទៅវាអត់មានទេអាហ្នឹងហៅគេហ្នឹងគេហៅបាត់គេមិនហៅធូទេបើអត់មានវាហៅបាត់ហើយណាចាបងអត់ទៀនពោនិយាយមើលមុខអត់ច្បាស់សោះណាដើរជាប់រូបភាពជាប់មែនតើអរគុណព្រះអង្គដែលព្រះអង្គព្យាបាលដែលព្រះអង្គរំដោះអាមែនឥឡូវធ្វើទីបន្ទាន់មកឥឡូវធ្វើទីបន្ទាន់មកពេលបន្ទាន់អធិដ្ឋានហើយបន្ទាន់អធិដ្ឋានយ៉ាងម៉េចហើយអាការៈហ្នឹងប្រហែលឆ្នាំប្រហែលខែប្រហែលថ្ងៃហើយតើរកវិធីអីខ្លះដើម្បីឲ្យបាត់អាការៈទាំងអស់ហ្នឹងប៉ុន្តែវាអត់បាត់អីចឹងណាយើងអាចរៀបរាប់មកដើម្បីឲ្យបងប្អូនយើងបានឮដែរចាលោកគ្រូហ្នឹងហើយជំងឺថប់ហើមហ្នឹងខ្ញុំមានយូរហើយតាំងខ្ញុំដឹងគ្នាអាយុប្រហែលជា10 ឆ្នាំជាងប៉ុន្តែគ្រាន់ថាវានៅថប់អីចឹងណាហើយពេលគិតអីអញ្ចឹងយើងគិតអីអាពេញវារៀងឡើងថប់អីចឹងមកហើយអាចជំងឺស្ពឹកជើងហ្នឹងខ្ញុំទៅតែដឹងខ្លួនថាវាទៅតែមានទេខ្ញុំគ្រាន់ថាខ្ញុំរកឆ្នាំខ្មែរឆ្នាំពេលអីចឹងលាបដែរចឹងតែវាអត់ជាអញ្ចឹងណាគ្រូអរគុណព្រះហើយបន្តពីការអធិដ្ឋានមកយ៉ាងម៉េចគ្រូនិយាយមកបន្ទាប់ពីការអធិដ្ឋានមកយ៉ាងម៉េចបន្ទាប់ពីអធិដ្ឋានលោកគ្រូអធិដ្ឋានមិនជាប់ហើយហ្នឹងជើងរបស់ខ្ញុំស្ពឹកមកខាងហ្នឹងបានធូរបានជាហើយអាមែនអាចជាហើយដល់អារម្មណ៍ថប់ហ្នឹងមុននឹងអធិដ្ឋានមិញហ្នឹងរៀងថប់តែបន្ទាប់ពីអធិដ្ឋានហើយគឺជាអាមែនដល់ថប់ដង្ហើមហ្នឹងទៀតទេអាមែនអស្ចារ្យអត់ព្រះយេស៊ូវអស្ចារ្យអត់អស្ចារ្យណាស់លោកគ្រូអាមែនដើររកគ្រូពេទ្យរកថ្នាំខ្មែរគ្រប់សពមុខតែមិនជាចុងក្រោយជានឹងបច្ចេស្តារបស់ព្រះយេស៊ូវគ្រីស្ទដែលព្រះអង្គរំដោះកូនព្រះអង្គឲ្យរួចពីជំងឺរោគាអំពីវិញ្ញាណអារក្សអសោចដែលរំខានកូនព្រះអង្គអាមែនអរគុណព្រះអង្គសូមថ្វាយសិរីល្អព្រះហ្នឹងហើយកុំភ្លេចធ្វើទីបន្ទាល់ណាបើយើងបានទៅពួកជំនុំនឹងធ្វើទីបន្ទាល់ទៅហើយហ្នឹងហើយយើងអាចធ្វើវីដេអូនិយាយធ្វើទីបន្ទាល់ទៅដើម្បីយើងបានព្រះពរពីព្រះដែរណាអាមែនអញ្ចឹងការធ្វើទីបន្ទាល់គឺសំខាន់ណាស់បើយើងជាហើយយើងសង្ងំស្ងៀមមានន័យថាយើងកំពុងតែលាក់សេរីល្អរបស់ព្រះយើងកំពុងតែអីគេយើងកំពុងតែបំបត្តិការអស្ចារ្យរបស់ព្រះដូច្នេះដល់ពេលថ្ងៃក្រោយយើងពិបាកក្នុងការទទួលការអស្ចារ្យពីព្រះណាព្រោះអីព្រោះយើងបានលាក់សេរីល្អរបស់ព្រះដូច្នេះយើងត្រូវធ្វើទីបន្ទាល់ណាសំខាន់ណាស់ធ្វើទីបន្ទាល់ដើម្បីលើកទឹកចិត្តដល់បងប្អូនយើងមួយចំនួនដែលគាត់
បាក់ទឹកចិត្តដែលគាត់កំពុងតែជួបបញ្ហាស្តៀងយើងឬក៏ដូចយើងគាត់មានថាមានកម្លាំងណាដើម្បីនឹងបន្តសេចក្តីជំនឿរបស់គាត់ជាមួយនឹងព្រះចាអរគុណព្រះយេស៊ូវដែលព្រះអង្គព្យាបាលដែលព្រះអង្គរំដោះអាមែនសូមព្រះអង្គទានពរចាណាជំរាបលាហ្នឹងហើយបើមានអ្នកណាគាត់ត្រូវការអធិដ្ឋានឲ្យគាត់ឆាតមកខ្ញុំណាត្រាក់ត្រង់មកចាលោកគ្រូអរគុណច្រើនអរគុណព្រះអង្គអរគុណ